សួស្តីគ្នាយើងទាំងអស់គ្នានេះគឺជាម៉ាស៊ីន Total Station ម៉ាកសុគាស៊េរី CX103 បាទយើងអាចមើលនៅក្នុងចំណុចនេះបាននៅពេលដែលយើងបើកក៏វានឹងសូឲ្យយើងដែរម៉ាកសុគា CX103 បាទអញ្ចឹងដំបូងសម្រាប់ម៉ាស៊ីន Total Station ខ្ញុំអត់និយាយច្រើនទេគឺខ្ញុំនិយាយពីការតម្លើងម៉ាស៊ីនរបស់យើងគឺបានត្រឹមត្រូវបាទបានត្រឹមត្រូវគឺមានន័យថាអ្វីដែលសំខាន់គឺដែលយើងឈរនៅលើ BM របស់យើងឲ្យបានត្រឹមត្រូវបាទហើយទឹកស្វែហើយទឹកស៊ីឡាំអញ្ចឹងនៅពេលដែលយើងបាក់តម្លើងបានត្រឹមត្រូវហើយគឺយើងអាចបើកម៉ាស៊ីនបានអញ្ចឹងនៅតាមចំណុចនេះយើងមុននឹងយើងបើកគឺយើងត្រូវដាក់ថ្មបាទថ្មវានៅតាមចំណុចនេះបាទអញ្ចឹងនៅពេលដែលដាក់ថ្មគឺយើងចុចលើពីនេះទៅនេះគឺជាកន្លែងដាក់ថ្មប៉ុន្តែនៅក្នុងនេះយើងបានបាក់ថ្មរួចហើយគឺបាច់បិទវិញបាទហើយបន្តមកទៀតគឺយើងអាចចុចទៅលើប៊ូតុងនេះបានឲ្យវាដំណើរការបាទចុចលើជាប់នេះទៅបាទនេះម៉ាស៊ីនវាដំណើរការហើយបាទដល់ពេលដែលយើងបើកបានប៉ុណ្ណឹងគឺយើងចុចទៅលើ F4 បាទ F4 បាទអញ្ចឹងនៅពេលដំបូងគឺវាសូឲ្យយើងបែបនេះបាទអញ្ចឹងវាត្រូវការទាមទារឲ្យយើងឆែកទៅមើលទឹកស្វែហើយទឹកស៊ីឡាំរបស់យើងតើបានត្រឹមត្រូវដែរឬអត់បាទអ្វីដែលយើងត្រូវធ្វើយើងត្រូវការធ្វើទឹក X ហើយ Y នេះឲ្យបានទូចជាង10មកដើម្បីម៉ាស៊ីនរបស់យើងដំណើរការបានល្អបាទអញ្ចឹងខ្ញុំអត់កែសម្រួលទៀតទេសម្រាប់ខ្ញុំយកប៉ុណ្្នឹងតែម្ដងប៉ុន្តែពេលដែលយើងតម្លើងគឺយើងយក X ហើយ Y ឲ្យទូចជាង10បាទអញ្ចឹងយើងចុច OK មកបាទចុច OK អញ្ចឹងនេះគឺជាម៉ាស៊ីនម៉ាកសុគាយើងចុច Escape មួយមកអានេះវាឃើញស៊េរីជាទំព័រដំបូងរបស់ម៉ាស៊ីនសុគា CX103 បាទនៅក្នុងនេះវាប្រាប់ជាអញ្ចឹងអានេះចប់តែយើងត្រូវការបង្កើតបាទអញ្ចឹងនៅក្នុងនេះវាមាន OBS សម្រាប់យើង observation USB យើងអាចចុចទៅមើលទៅសម្រាប់យើង transfer ពងចេញអានេះ data គឺជាការវាបង្កើតចប់បាទអានេះគឺយើងការកំណត់គឺការដូរ password ទេអានេះខ្ញុំប៉ះពាល់វាបានទេបាទ escape ហើយបន្តមកទៀតយើងនៅក្នុងហ្នឹងក្នុងម៉ាស៊ីនសុគានេះវាមាន3 page ដែលយើងត្រូវការទៅឆែកវាអញ្ចឹងនេះជា page ដំបូងមានប៉ុណ្ណឹងយើងចង់ចូលទៅ page ទី1ទី2ទី3គឺយើងចុចទៅ escape មួយទៅបាទអញ្ចឹងនៅក្នុងនេះវាមាន3 page អញ្ចឹង page ទីនេះគឺជា page ទី2ខ្ញុំចុចដូរ page គឺខ្ញុំចុចនៅតាមចំណុចនេះបាទហ្វាំងហ្នឹងចុចទៅវាមាន3 page ទី3 page 3ណាអញ្ចឹងខ្ញុំនិយាយពី page 1គឺ measurement សម្រាប់ការយើងបានវាស់វែងអានេះសម្រាប់ការយើងវាស់ចម្ងាយដែលមាន slope មានចម្ងាយពីម៉ាស៊ីនឬចម្ងាយនេះអាហ្នឹងចាំខ្ញុំបញ្ជាក់ប្រាប់ពីក្រោយអានេះ offset 00បាទអូខេចាំឡងដៃបន្តិចបាទ offset អានោះអត់បញ្ហាទេហើយ coordinate នេះគឺយើងក៏សម្រាប់យើងធ្វើម៉ាស៊ីនរបស់យើងសម្រាប់coordinate សមមត់ឬមួយក៏មានcoordinate ជាក់លាក់បាទអញ្ចឹងអានេះជា page ទី2 page ទី1 page ទី2យើងចុចទៅ function វាមាន menu មាន title សម្រាប់ការឆែកបាទ menu ចាំយើងនិយាយពីក្រោយហើយ title នេះសម្រាប់ឆែកទឹកអញ្ចឹងយើងចង់ចុចទៅការឆែកទឹកស្វាងទឹកស៊ីឡាំយើងចុចទៅលើ F2 ទៅបាទនេះអញ្ចឹងយើងអាចកែសម្រួលបានបាទអញ្ចឹងយើងអូខេវិញមកបន្តមក offset នេះអានេះសម្រាប់ angle ហើយនិង coordinate បាទបន្តមក EDM នេះគឺយើងការកំណត់ទៅលើការបាញ់របស់យើង refresh ជាមួយនឹងការបាញ់មើលទៅជាមួយនឹង print ហើយនឹងជាមួយនឹង non print តើ refresh បានបែបណាអានេះគឺយើងដូរតែជាទូទៅគេដាក់ file បាទហើយអានេះសម្រាប់ដាក់មួយ print មួយ non print អីទេអានេះយើងមិនកំណត់ទេក្នុងហ្នឹងបាទជាមួយស្តង់ដារភាពអីផ្សេងគឺយើងមិនចាំបាច់ទេបាទបន្តមកទៀតយើងចូលទៅ page ទី3 page ទី3វាមាន MRM បាទអានេះសម្រាប់គឺជាការយើងវាស់ចម្ងាយពីមួយទៅមួយបាទនេះ off offset បាទនេះក៏យើងដូចជាមានច្រើនក្នុងខ្ញុំមិននិយាយទេ topo ក៏មានជា menu ជាមួយជាច្រើនក្នុងដែរហ្នឹងយើងចាំពីមានពេលចាំយើងធ្វើជាវីដេអូតវាហើយ SO នេះគឺសគេហៅថា setting eye បាទអញ្ចឹងអានេះគឺយើងត្រូវទៅធ្វើយើងត្រូវទៅរៀនវាហើយអានេះក៏វាសំខាន់បាទអញ្ចឹង page មាន3 page ហ្នឹងទេបាទអត់មានច្រើនទេសម្រាប់ក្នុងនេះមួយទៀតអ្វីដែលសំខាន់មួយទៀតគឺខ្ញុំចង់បញ្ជាក់ប្រាប់យើងក្នុងការបាញ់ក្នុងការតម្លើងម៉ាស៊ីនរបស់យើងអញ្ចឹងសញ្ញាព្រួញឲ្យមានត្រេកមុខហ្នឹងអាហ្នឹងមានន័យថា non print បាទយើងបាញ់ដោយគ្មាន print
បើយើងចង់ដូរវាជាមួយនឹង pre វិញយើងក៏ចុចកន្លែងពាក្យ shift នេះបាទ shift នៅកន្លែងនេះបាទចុចលើវាមួយទៅវាមានចេញសញ្ញាបែបនេះអញ្ចឹងមានសញ្ញាបែបនេះគឺមានន័យថាបាញ់ជាមួយនឹង pre ហើយបាទអូខេវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូដំបូងអញ្ចឹងចាំមានវីដេអូតបទៀតចាំគ្នាយើងទៅមើលទៅសម្រាប់ការយើងធ្វើ master plan បាទអូខេមានតែប៉ុណ្្នឹងវីដេអូ